ព្រឹត្តិការណ៍ពិភពលោកមានការប្រែប្រួលកាន់តែខ្លាំងឡើងជាពិសេសគឺពាក់ព័ន្ធទៅនឹងផ្នែកការទូតនិងភូមិសាស្ត្រនយោបាយនៅពេលដែលប្រទេសមជ្ឈិមបូព៌ាហូទីនិងអ៊ីស្រាអែលបានធ្វើការប្រយុទ្ធគ្នាកាន់តែខ្លាំងហើយមានការចូលរួមពីកងទ័ពសហរដ្ឋអាមេរិកដោយផ្ទាល់ហើយនឹងមានការបាញ់រហូតដល់មានមនុស្សស្លាប់យ៉ាងហោចណាស់50នាក់ដែលនៅក្នុងនោះគឺមានការលើកឡើងថាលោក Donald Trump នឹងធ្វើការកំទេចនៅក្រុមហូទីក៏ដូចជាក្រុមមួយចំនួនទៀតដែលរួមគ្នាវាយទៅកាន់ប្រទេសអ៊ីស្រាអែលដោយផ្ទាល់នោះគឺកំពុងតែបង្កើននៅស្ថានភាពកាន់តែមិនស្រួលហើយធ្វើឲ្យទំហំនៃសង្គ្រាមនៅអ៊ីស្រាអែលនេះកាន់តែខ្លាំងឡើងលោក Donald Trump ក៏បានចេញនៅបទបញ្ជាថ្មីមួយដែលធ្វើឲ្យគេកាន់តែមានការបារម្ភយ៉ាងខ្លាំងនោះគឺលោកបានឲ្យនាវាផ្ទុកយន្តហោះដែលមានឈ្មោះថា Carl Vinson បញ្ជូនទៅកាន់មជ្ឈិមបូព៌ាបន្ថែមទៅទៀតទៅលើប្រភេទផ្ទុកយន្តហោះទំនើបដែលបានដាក់ការប្រចាំការជាយូរមកហើយនោះគឺ Harry Truman ដែលនៅក្នុងនោះគឺជាប្រភេទនាវាធំហើយធ្វើឲ្យបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានការព្រួយបារម្ភថាខ្លាចសហរដ្ឋអាមេរិកនេះបានបោះបង់ចោលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនៅក្នុងនោះគឺមានប្រទេសជប៉ុនមានកូរ៉េខាងត្បូងមានកោះតៃវ៉ាន់ជាដើមហើយក៏មានអូស្ត្រាលីផងដែរដែលចំណុចទាំងអស់នេះហើយគឺជាចំណុចមួយកំពុងតែធ្វើឲ្យមានការវិភាគជាច្រើនថាតើសហរដ្ឋអាមេរិកពិតជាមានការបោះបង់តំបន់អាស៊ីប៉ាស៊ីហ្វិកនេះឬក៏យ៉ាងណាពីព្រោះថានៅក្នុងពេលថ្មីនេះលោក Donald Trump ក៏ដូចជាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានលើកឲ្យថាប្រទេសសហរដ្ឋអាមេរិកនេះគឺមិនពង្រីកទៅលើយោធាឬក៏សម្ព័ន្ធមិត្តនៅក្នុងបណ្ដាប្រទេសមួយចំនួនតទៀតនោះទេដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក៏ដូចជាជប៉ុនកំពុងតែមានការភ័យព្រួយយ៉ាងខ្លាំងជាពិសេសគឺប្រទេសដែលនៅក្នុងតំបន់ជុំវិញអាស៊ីប៉ាស៊ីហ្វិកនេះហើយចំណុចទាំងអស់នេះហើយគឺជាចំណុចមួយដែលគេមើលឃើញថាតើសហរដ្ឋអាមេរិកអាចនឹងធ្វើការបោះបង់តំបន់នេះពិតមែនឬក៏យ៉ាងណាយើងក៏លេចមើលនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញប្រទេសកូរ៉េខាងត្បូងនេះមានកម្លាំងកងទ័ពរបស់សហរដ្ឋអាមេរិកនេះយ៉ាងហោចណាស់ 25,000 នាក់ដែលកំពុងតែឈរជើងនៅកូរ៉េខាងត្បូងហើយកន្លងមកនេះអ្វីដែលជាការព្រួយបារម្ភខ្លាំងនោះគឺតាំងពីអាណត្តិទី1មកម្លេះលោក Donald Trump នេះក៏បានទាមទារឲ្យកូរ៉េខាងត្បូងនេះបង់នៅថ្លៃការពារសម្រាប់ប្រទេសកូរ៉េខាងត្បូងដោយគិតជាទឹកប្រាក់យ៉ាងហោចណាស់ពី$800 លានទៅ$5,000 លានសហរដ្ឋអាមេរិកដែលនៅក្នុងពេលនោះគឺជាការមួយដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងនេះមានការបារម្ភថាមិនដឹងថាតើមានលុយច្រើនសម្បើមបែបនេះដើម្បីបង់ថ្លៃការពារសហរដ្ឋអាមេរិកដែលកន្លងមកនេះគឺសហរដ្ឋអាមេរិកនេះឯងជាអ្នកជួយការពារប្រទេសកូរ៉េខាងត្បូងដែលរួមមានទាំងការប្រើប្រាស់នៅឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរជាពិសេសនៅក្នុងគណៈពេលដែលប្រទេសកូរ៉េខាងជើងបានធ្វើការគម្រាមកំហែងក៏ដូចជាប្រើប្រាស់នៅការបាញ់សាកល្បងនៅប្រភេទមីស៊ីលឬក៏អាវុធនុយក្លេអ៊ែរហោះពីលើក្បាលប្រទេសកូរ៉េខាងត្បូងនេះនៅក្នុងនោះក៏មានប្រទេសជប៉ុនមួយដែរដែលជាសត្រូវឬក៏ការប្រឈមមុខជាមួយនឹងកូរ៉េខាងជើងដែលកន្លងមកនេះប្រទេសជប៉ុនក៏បានទទួលនៅការការពារពីកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកដែលយ៉ាងហោចណាស់មានដល់ទៅ55,000 នាក់ពីអ្វីដែលមានការព្រួយបារម្ភខ្លាចសម័យកាលនេះគឺមានការប្រែប្រួលដោយលោក Donald Trump នេះទាមទារឲ្យមានការបង់ថ្លៃការការពារហើយបើសិនជាប្រទេសជប៉ុនធ្វើការបង់ថ្លៃការពារឬក៏បញ្ឈប់នៅការជំនួយណាមួយទៅដល់ប្រទេសជប៉ុននោះធ្វើឲ្យសហរដ្ឋអាមេរិកនេះអាចចំណេញប្រាក់រហូតដល់មួយកណ្ដកសញ្ញា$180,000 លានសហរដ្ឋអាមេរិកឯណោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកឬក៏លោក Donald Trump នេះទាន់មាត់កអំពីបញ្ហាថាតើត្រូវពង្រីកបន្ថែមឬក៏ត្រូវដកនៅជំនួយឬក៏ដកនៅកម្លាំងយោធាពីប្រទេសទាំងអស់នេះឬក៏យ៉ាងណាទេបើទោះបីជារដ្ឋបាលរបស់លោក Donald Trump នៅក្នុងសម័យពេលបច្ចុប្បន្ននេះកាត់បន្ថយជំនួយក៏ដូចជាមិនចំណាយទៅលើថវិកាសម្រាប់ការការពារអន្តរជាតិយ៉ាងណាក៏ដោយហើយក៏ធ្លាប់បានប្រកាសអំពីការមិនផ្ដល់ជំនួយសន្ធឹកសន្ធាប់ទៅដល់អ៊ុយក្រែនហើយក៏កំពុងតែរារែកនៅក្នុងការមិនផ្ដល់ជំនួយទៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនដូចជាសហភាពអឺរ៉ុបក៏ដូចជាចង់ដកខ្លួនចេញពីអង្គការ NATO នោះ
ដើម្បីអ្វីទាំងអស់ពង្រឹងទៅលើការរកកញ្ចប់ថវិកាឬក៏ការសន្សំសំចៃកញ្ចប់ថវិកាដើម្បីពង្រឹងសហរដ្ឋអាមេរិកឲ្យកាន់តែខ្លាំងក្លានោះតាក់ទិនទៅនឹងបញ្ហានេះឥឡូវនេះលោក Donald Trump បែរជាបង្វែរទៅលើយោធាជាពិសេសគឺទៅលើនាវាផ្ទុកយន្តហោះឈ្មោះហៅថា Carl Vinson ដែលបានបង្វែរទៅមជ្ឈិមបូព៌ាតើហេតុអីបានជាលោក Donald Trump បានបង្វែរកងកម្លាំងឬសម្ភារៈយោធាទៅកាន់មជ្ឈិមបូព៌ានៅក្នុងនោះគេបានលើកឡើងថាដោយសារតែតំបន់នោះកំពុងคล้ายទៅជាតំបន់ក្តៅហើយក៏គេមើលឃើញថាវាអាចនឹងមានបញ្ហាធំទៅថ្ងៃខាងមុខបន្តទៀតដោយសារតែក្រុមហ៊ូទីក៏ដូចជាក្រុមមួយចំនួនដែលគ្រប់គ្រងទៅដោយប្រទេសអ៊ីរ៉ង់នេះកំពុងតែប្រើប្រាស់នៅប្រភេទមីស៊ីលឬក៏មានកងទ័ពច្រើនរាប់ម៉ឺននាក់ដើម្បីបាញ់ទៅកាន់ទឹកដីនៃប្រទេសអ៊ីស្រាអែលឲ្យផ្ទាល់ឆ្នេះហើយមានតែការចេញមុខរបស់លោក Donald Trump ឬក៏សហរដ្ឋអាមេរិកដើម្បីធ្វើការយ៉ាងណាបង្ក្រាបក្រុមចលនានៃដែលសហរដ្ឋអាមេរិកហៅថាភាវរកម្មប៉ុន្តែសម្រាប់ជាជននៅប៉ាឡេស្ទីនក៏ដូចជានៅអ៊ីរ៉ង់ចាត់ទុកថាគឺជាអ្នកទាមទារឯករាជ្យទាមទារអធិបតេយ្យភាពសម្រាប់ប្រទេសរបស់ពួកគេនោះនៅក្នុងចំណុចនេះគេមើលឃើញថាសហរដ្ឋអាមេរិកកំពុងតែមានការបែងចែកយុទ្ធសាស្ត្រថាតើគួរប្រើប្រាស់យុទ្ធសាស្ត្រយ៉ាងដូចម្តេចខ្លះនៅក្នុងការបង្វិលអំពីផែនការយោធាដើរមកទៅកាន់មជ្ឈិមបូព៌ានឹងគឺអាមេរិកធ្លាប់បានជាប់ផុងច្រើនរួចមកហើយដូចជានៅក្នុងអ៊ីរ៉ាក់ដូចជានៅអាហ្គានីស្ថានដូចជានៅបណ្ដាប្រទេសមួយចំនួនទៀតប៉ុន្តែនៅក្នុងសម័យកាលលោក Joe Biden ក៏បានបង្វែរមកកាន់តំបន់អាស៊ីហើយឥឡូវនេះតំបន់អាស៊ីដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកនេះក៏មិនទាន់មានភាពដែលធ្វើឲ្យមានការបារម្ភខ្លាំងក្លាប្រមាណនោះស្រាប់តែផ្ទុះបញ្ហានេះនៅឯអឺរ៉ុបដែលជាប់ផុងនៅប្រទេសអ៊ុយក្រែនដែលមានការចំណាយលុយរហូតទៅដល់រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងគណៈពេលដែលសហរដ្ឋអាមេរិកក៏មានការជាប់ដៃនៅមជ្ឈិមបូព៌ាថែមទៅទៀតចំណុចនេះហើយធ្វើឲ្យក្រុមអ្នកវិភាគអំពីយុទ្ធសាស្ត្រយោធាក៏ដូចជាផ្នែកការទូតបានលើកឡើងថាសហរដ្ឋអាមេរិកនឹងមានបញ្ហាធំបើសិនជាមិនមានការបញ្ចប់នៅសង្គ្រាមនៅអ៊ុយក្រែនឲ្យបានលឿននោះទេនោះបញ្ហានឹងអាចធ្វើឲ្យសហរដ្ឋអាមេរិករែកនៅបញ្ហាកាន់តែច្រើនឡើងនៅក្នុងនេះគឺមានអ្នកវិភាគជាច្រើនបានលើកឡើងថាការពិតទៅសហរដ្ឋអាមេរិកត្រូវតែយល់ឲ្យបានច្បាស់ថាគូប្រជែងពិតប្រាកដរបស់សហរដ្ឋអាមេរិកនេះគឺមិនមែននៅមជ្ឈិមបូព៌ាមិនមែននៅស៊ីទេគឺជាការប្រកួតប្រជែងដ៏យូរអង្វែងមួយគឺសម្រាប់ប្រទេសមហាយៈចិននេះឯងដែលគួរតែបារម្ភដែលគួរតែភ័យឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកនេះមិនអាចលែងដៃចោលបាននោះទេនៅក្នុងបញ្ហានេះដែរអ្នកជំនាញវិទ្យាសាស្ត្រនយោបាយអាមេរិកដូចជាលោក John Mearsheimer បាននិយាយថាសហរដ្ឋអាមេរិកគួរណាស់តែស្វែងរកនៅមធ្យោបាយជំរុញឲ្យមានកិច្ចចរចាសន្តិភាពបញ្ចប់សង្គ្រាមឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីបង្វែរធនធាននិងការបដោតទាំងឡាយមកលើចិនដែលជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំសតវត្សទី21នេះគឺមិនមែនរុស្ស៊ីឬក៏តំបន់ណាផ្សេងនោះទេដូចគ្នាទៅនឹងលោក Mearsheimer អ្នកជំនាញខាងសន្តិសុខតំបន់ Indo-Pacific គឺលោក Ashley Thompson បានយល់ស្របថាសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ការពិតថាចិនគឺជាគូប្រជែងយ៉ាងពិតប្រាកដដែលមានរយៈពេលវែងហើយអ្វីដែលជាគូប្រជែងយ៉ាងខ្លាំងនោះគឺមិនមែនរុស្ស៊ីនិងតំបន់ផ្សេងនោះទេលោកបន្ថែមថាដើម្បីស្ដារដំណភាពយោធារបស់ខ្លួនឡើងវិញសហរដ្ឋអាមេរិកត្រូវតែបង្កើននៅចំនួននាវាមុជទឹកប្រយុទ្ធឈរជើងនៅឯកោះហ្គាំដែលសប្តាហ៍ថ្ងៃនេះមាន5គ្រឿងទៅដល់6គ្រឿងនិងពង្រីកនៅកិច្ចប្រតិបត្តិការសមុទ្រនៅក្នុងតំបន់ប៉ាស៊ីហ្វិកព្រមទាំងដាក់ពង្រាយយន្តហោះចម្បាំងនាវាចម្បាំងនិងមីស៊ីលរយៈចម្ងាយឆ្ងាយទំនើបបន្ថែមនៅក្នុងតំបន់តែនេះនៅត្រូវការកូសង្ស៊ីសនៅក្នុងគណៈបកធំទាំងពីររបស់សហរដ្ឋអាមេរិកជាមុនសិនយ៉ាងណាក៏ដោយគ្រាន់តែការដាក់ពង្រាយកងទ័ពឬក៏សពាវុធបន្ថែមមិនទាន់គ្រប់គ្រាន់នោះទេពីព្រោះអំណាចយោធាចិនបានឡើងទៅដល់ចំណុចដែលធ្វើឲ្យអាមេរិកមិនមានលទ្ធភាពរក្សាតុល្យភាពអំណាចតែម្នាក់ឯងបានទៀតនោះឡើយ
ហើយអាមេរិកខ្លួនឯងក៏ដឹងរឿងនេះច្បាស់ដែរទើបសម្រេចបង្កើតសម្ព័ន្ធភាពសន្តិសុខថ្មីជាមួយនឹងអង់គ្លេសអូស្ត្រាលីឬហៅថា AUKUS ដែលផ្ដោតទៅលើការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយធម្មពលនុយក្លេអ៊ែរនេះក៏ប៉ុន្តែបញ្ហានៅតែមានដោយនាវាមុជទឹកទាំងនេះនឹងមិនអាចដំណើរការបានទេរហូតដល់ឆ្នាំ2030ឯណោះហើយកាន់តែសំខាន់កិច្ចសហប្រតិបត្តិការឯទៀតក្រោមសម្ព័ន្ធភាព AUKUS ដែលនៅតែមានភាពស្មុគស្មាញពោលគឺអាមេរិកត្រូវធ្វើកំណែតម្រង់ដ៏ពិបាកនៅក្នុងការសម្រេចចិត្តដែលពាក់ព័ន្ធទៅនឹងការចែករំលែកព័ត៌មានបច្ចេកវិទ្យាដែលជារឿងរសើបសម្រាប់សន្តិសុខជាតិសហរដ្ឋអាមេរិកនេះតាមលោក Thompson សហរដ្ឋអាមេរិកគួរតែជួយពង្រឹងនៅសមត្ថភាពយោធាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួនដូចជាតៃវ៉ាន់ដូចជាកូរ៉េខាងត្បូងដូចជាជប៉ុនអូស្ត្រាលីនិងឥណ្ឌាដើម្បីអាចបង្កើតទៅជាយុទ្ធសាស្ត្រការពារសមូហភាពអាមេរិកអាចជួយជប៉ុនអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយនិងបង្កើននឹងការលក់បរិក្ខារយោធាឲ្យឥណ្ឌាក៏ដូចជាជួយពង្រឹងនៅសមត្ថភាពយោធារបស់តៃវ៉ាន់ផងដែរសហរដ្ឋអាមេរិកនេះបានធ្វេសប្រហែសដោយខ្លួនឯងជាយូរណាស់មកហើយទៅលើយុទ្ធសាស្ត្រយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីដោយមើលឃើញចិនត្រឹមតែជាបញ្ហាប្រឈមដ៏សំខាន់តែមិនបន្ទាន់ដែលនេះគឺជាការទុកឱកាសឲ្យចិននៅក្នុងការពង្រីកឥទ្ធិពលដូចសពថ្ងៃនេះអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែនមានបញ្ហាថាសង្គ្រាមនឹងកើតឡើងនៅពេលឧត្តមភាពយោធាឬក៏សមត្ថភាពកំញើញសត្រូវចុះទុនខ្សោយនេះគឺជាការលើកឡើងរបស់ក្រុមអ្នកវិភាគឬក៏គេហៅថាអ្នកជំនាញផ្នែកយុទ្ធសាស្ត្រនយោបាយឬក៏សន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានការលើកឡើងរំលឹកទៅដល់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនេះមិនគួរធ្វេសប្រហែសចំពោះមហាយៈចិននោះទេអ្វីដែលលោកបានលើកឡើងគឺថាដោយសារតែអាមេរិកមានការធ្វេសប្រហែសមានការគិតថាមិនអីនោះហើយបានជារហូតមកដល់ពេលនេះគឺប្រទេសចិនបានវ៉ាសហរដ្ឋអាមេរិកស្ទើរតែគួរឲ្យមានការព្រួយបារម្ភជាពិសេសគឺខាងទ័ពជើងទឹកក៏ដូចជាបញ្ហាទៅលើផ្នែកនាវាជើងទឹកជាដើមនេះប្រទេសចិនកំពុងហាក់ដូចជាមានធ្ងន់ជាងសហរដ្ឋអាមេរិកទៅហើយឥឡូវនេះដែលធ្វើឲ្យសហរដ្ឋអាមេរិកហាក់ដូចជាភ្លេចថែមទៅទៀតនោះបច្ចុប្បន្នបែរជាសហរដ្ឋអាមេរិកនេះងាកទៅមជ្ឈិមបូព៌ាហើយនឹងអឺរ៉ុបជាពិសេសគឺសង្គ្រាមអ៊ុយក្រែនក៏ដូចជានៅមជ្ឈិមបូព៌ាប៉ុន្តែហាក់ដូចជាកំពុងតែមានការភ្លេចចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកនេះដែលក្នុងនោះគឺធ្វើឲ្យប្រទេសមួយចំនួនដែលជាប្រទេសដែលជាសម្ព័ន្ធមិត្តAUKUSឬក៏គេហៅថាប្រទេសដើម្បីការពារសន្តិសុខនៅក្នុងតំបន់ប៉ាស៊ីហ្វិកនេះគឺមានប្រទេសអង់គ្លេសមានអូស្ត្រាលីហើយនឹងមានប្រទេសមួយចំនួនទៀតដែលមានការចាប់អារម្មណ៍ខ្លាំងអំពីចំណុចទាំងអស់នេះប៉ុន្តែឥឡូវនេះហាក់ដូចជាធ្វើជាមិនសូវចាប់អារម្មណ៍ហើយក៏បច្ចុប្បន្ននេះក៏មានការបញ្ជូននាវាពីតំបន់នេះចេញទៅកាន់តំបន់ក្តៅមួយទៀតគឺមជ្ឈិមបូព៌ាហើយអ្នកខ្លះក៏បានលើកឡើងថាហេតុអីបានជាសហរដ្ឋអាមេរិកនេះចាប់អារម្មណ៍ខ្លាំងទៅនឹងមជ្ឈិមបូព៌ាប៉ុន្តែអ្នកវិភាគខ្លះថាបើសិនជាសហរដ្ឋអាមេរិកទៅកាន់តំបន់នោះខ្លាំងគឺហាក់ដូចជាសង្គ្រាមនៅទីនោះមិនសូវជាមានន័យអីប្រមាណនោះទេហើយបែរជាសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ខ្លាំងហើយក៏មានការបារម្ភថាខ្លាចសហរដ្ឋអាមេរិកនេះផុងដៃឬក៏ផុងជើងនៅក្នុងមជ្ឈិមបូព៌ាសាជាថ្មីដោយសារតែនៅក្នុងនោះគឺមានចលនាតស៊ូច្រើនហើយក្នុងនោះក៏មានអ៊ីរ៉ង់ដែលជាប្រទេសមួយកំពុងតែមានសម្ព័ន្ធមិត្តច្រើនផងដែរជាមួយនឹងប្រទេសចិនជាមួយនឹងប្រទេសរុស្ស៊ីកំពុងតែចងនៅប្រតិបត្តិការជាមួយគ្នាហើយបើសិនជាសហរដ្ឋអាមេរិកនេះដាក់សម្ពាធឬក៏កំពុងតែប្រើប្រាស់ចងនៅគំនុំឬក៏ការចង់ឲ្យអ៊ីរ៉ង់នឹងមានការរំលាយចោលឬក៏បោះបង់នៅផែនការអាវុធនុយក្លេអ៊ែរនេះវាអាចคล้ายទៅជារឿងកាន់តែធ្ងន់ទៅដែលធ្វើឲ្យកាន់តែមានដៃគូនៅក្នុងការប្រកួតប្រជែងច្រើនក្រៅអំពីប្រទេសចិននោះ